មុខងារសុវត្ថិភាពថ្មីនៃ account Facebook របស់យើងដែលគេហៅថា Advanced Protection ដែលមុខងារមួយទៀតគឺទាក់ទងជាមួយនឹង Passkey Passkey មានន័យថាគឺជាការដែលបង្កើតមកដើម្បីយើងងាយស្រួលក្នុងការ log in ទៅលើ account របស់យើងហើយការពារបានខ្លាំងជាងដោយយើងដាក់ two factor ទៅទៀតមានន័យថាមុខងារសុវត្ថិភាពខ្លាំង Advanced Protection ណាការពារបានកាន់តែខ្លាំង ចឹងមុខងារថ្មីនេះគឺបើសិនជាបងប្អូនអត់ទាន់បានដាក់ការពារ account របស់យើងទេបងប្អូនអាចធ្វើការដាក់ទាំងអស់គ្នាមកចឹងយើងចូល account យើងហើយយើងចូលទៅកាន់ setting មកបាទចឹង setting វានៅកន្លែងនេះ setting and privacy នេះយើងចុចលើ setting នេះមកចឹងមុខងារសុវត្ថិភាពហ្នឹងគឺនៅកន្លែង account center បាទហើយកន្លែងនេះគឺវានៅកន្លែង password and security នេះបងប្អូនចុចលើវាទៅនេះចឹង passkey គឺបើសិនជាបងប្អូនអត់មាន advanced protection នេះទេក៏មាន passkey នេះដែរចឹងបងប្អូនអាចចុច create passkey នៅកន្លែងនេះក៏បានហើយសម្រាប់បងប្អូនដែលមាន advanced protection មានថាមុខងារការពារកាន់តែខ្ពស់នេះ This advanced security program help defend your account from unauthorized access មានថាការពារបានកាន់តែខ្ពស់បាទអញ្ចឹងកន្លែងនេះគឺបើសិនជាវា recommend ឲ្យបងប្អូនធ្វើការ set up ជាមួយនឹង passkey នេះ passkey នេះអញ្ចឹងបងប្អូនអាចចុច get start កន្លែងនេះក៏បានឬក៏បងប្អូនចុចកន្លែង passkey នេះក៏បានដែរអញ្ចឹងបើអត់មាន advanced protection នេះទេបងប្អូនអាចបង្កើតនៅកន្លែង passkey នេះបានដូចគ្នាអញ្ចឹងខ្ញុំចុចកន្លែង advanced protection នេះទៅហើយយើងចុចលើពាក្យថា get start អូខេអញ្ចឹងកន្លែងនេះគឺវានឹងផ្ញើលេខកូដទៅកាន់ email យើងសិនបាទអញ្ចឹងយើងទៅមើល email របស់យើងទៅហើយទទួលលេខកូដវាមកហើយដាក់លេខកូដនេះចូលមកនេះយកលេខកូដពីវា send ទៅ email របស់ខ្ញុំផាសចូលហើយខ្ញុំចុចលើពាក្យថា continue បាទអញ្ចឹងតើតូនជាមួយនឹងcreate passkey នេះគឺវា verify ជាមួយនឹងទី1គឺមុខឬក៏តកតងជាមួយនឹងកាយ៉ៅដៃរបស់យើងបាទអញ្ចឹងកន្លែងនេះខ្ញុំ save ចូលក្នុង password ទៅបាទដោយសារអានេះយើងប្រើជាមួយ iPhone អញ្ចឹងយើង add passkey ចូលបាទអញ្ចឹងអានេះខ្ញុំត្រូវ verify ជាមួយនឹងកាយ៉ៅដៃខ្ញុំបាទអូខេអញ្ចឹងយើងបានបង្កើតហើយអញ្ចឹងកន្លែងនេះនៅពេលដែលបងប្អូនបង្កើតហើយគឺបងប្អូនអាចចូលទៅមើលឡើងវិញបើសិនជាបងប្អូនបានដាក់ហើយណាវានឹង load ចេញបែបនេះបាទនេះ advanced protection កន្លែងនេះគឺបើកបែបនេះហើយកន្លែង passkey នេះគឺយើងបានបង្កើតហើយឃើញអត់បងប្អូននេះ